នេះដល់ម៉ោងធ្វើមហូបទៀតហើយបងប្អូនមានទៅយកចេកមួយនេះខ្ញុំដាក់ត្រាំទឹកខ្មេះដាក់ត្រាំក្រូចឆ្មាក៏បានទឹកខ្មេះក៏បានចាត់វាហើយទុកស្ងោរជ្រក់ជាមួយសាច់មាន់សាច់មាន់ខ្ញុំកំពុងត្រាំទឹកនេះបងប្អូននេះសាច់មាន់លេខអេនតាយគេយកឆ្អឹងយកស្បែកចេញអស់ហើយនៅខ្លាញ់នេះយើងចាំជាវាចោលតាមក្រោយអញ្ចឹងណាហើយវាលលាយសិនបងសាច់មាន់នេះមកកាផ្លូវបងប្អូនជាឆ្អឹងជាស្បែកជាខ្លាញ់ចោលអស់ហើយយើងចេកខ្ញុំចូលចិត្តមកងឲ្យវាឲ្យផុយរៀងខ្លាំងតិចបងប្អូនបានឆ្ងាញ់ហើយយើងហឹងក៏អត់ឆ្ងាញ់ដែរយកចេកតែសុកមាន់ត្រីសទៀតបានដាក់ទឹកក្រូចឆ្មាចូលកន្លែងនេះខ្ញុំបង់ស្លឹកខ្ទឹមហើយនឹងជីមានជីបងទាបងប្អូនហើយចាក់ទឹកក្រូចឆ្មាលក់មុនហ្នឹងរសជាតិសាបប្រៃល្មមហើយឥឡូវដាក់ក្រូចឆ្មាភ្លក់រងទៀតជូរល្មមជាតិជើសាបប្រៃអីល្មមគ្រប់សពអស់ហើយបងប្អូនយ៉ាងកន្លែងនេះសឡស្ងោរជ្រក់ក្រោយយើងចេកខ្ញុំបានឆ្អិនហើយបងប្អូនស្ងោរជ្រក់ទៅយើងចេកខ្ញុំបានឆ្អិនរួចរាល់ហើយជើញចូលរួមទាំងអស់គ្នា